ប្អូនទាំងអស់គ្នាក៏ដូចជាបងប្អូនសិស្សានុសិស្សដែលរៀនថ្នាក់ទី6លើមុខវិជ្ជាសិក្សាសង្គមចឹងថ្ងៃនេះខ្ញុំសូមលើកយកសំណួរចម្លើយដែលមាននៅក្នុងមេរៀនទី4ដែលដាក់ចំណងជើងថាតុលាការហើយមេរៀនទី4នេះគឺស្ថិតនៅក្នុងជំពូកទី3តោះចឹងយើងមកមើលសំណួរចម្លើយទាំងអស់គ្នាតែមុននឹងចូលដល់ការធ្វើសំណួរចម្លើយសូមថាបងប្អូនសិស្សានុសិស្សក៏ដូចជាមិត្តអ្នកសិក្សាទាំងអស់ជួយចុច Like និង Subscribe Channel ខ្ញុំអ្នកមួយផងបាទអរគុណច្រើនក៏ចូលគូសសញ្ញាគេនៅក្នុងប្រអប់ខាងមុខចម្លើយដែលត្រឹមត្រូវបាទលេខ1តុលាការជាស្ថាប័នទទួលអំណាចចឹងទទួលអំណាចមួយគឺយើងយកចំណុចខគឺអំណាចឯករាជ្យបាទលេខ2សាលាអូតូជាសមត្ថកិច្ចជំនុំជម្រះបណ្ដឹងបាទបណ្ដឹងគឺដាក់ចំណុចខគឺអូតូបានថាអូតូណាបាទចំណុចខចូលឆ្លើយនឹងសំណួរខាងក្រោមសំណួរទី1តើតុលាការជាអ្វីបាទតុលាការជាអ្វីទី2តើសារសម្រាប់នៅសាលាដំបងគេហៅថាអ្វីលេខ3ហេតុអ្វីបានជាមានពាក្យបណ្ដឹងអូតូតើសារសម្រាប់នៅអូតូជាហៅថាអ្វីបាទទី4តើបណ្ដឹងបែបណាដែលគេហៅថាបណ្ដឹងសារទុកទី5តើចៅក្រមមានសិទ្ធិធ្វើអ្វីខ្លះទី6តើព្រះរាជអាជ្ញាទទួលស៊ើបរឿងអ្វីបាទដល់ឡែកទី7ប្រសិនបើអ្នកជាមេធាវីតើអ្នកត្រូវធ្វើអ្វីខ្លះបាទតោះចឹងយើងមកមើលចម្លើយទាំងអស់គ្នាតុលាការជាស្ថាប័នមួយដែលមានអំណាចឯករាជ្យនេះទី1ណាបាទតុលាការជាស្ថាប័នដែលមានអំណាចឯករាជ្យទី2សារសម្រាប់នៅសាលាដំបងគេហៅថាសាលក្រមបាទសាលក្រមលេខ3បានជាពាក្យបណ្ដឹងអូតូបានជាមានពាក្យបណ្ដឹងអូតូព្រមមានគូវិវាទណាមួយមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ចៅក្រមនៅសាលាដំបងបាទសារសម្រេចនៅអូតូហៅថាសាលដីកាបាទណាហៅថាសាលដីកាអញ្ចឹងយើងចូលដល់ចម្លើយទី4បណ្ដឹងដែលគេហៅថាបណ្ដឹងសារទុកគឺជាបណ្ដឹងដែលភាគីវិវាទណាមួយមិនពេញចិត្តនឹងការសម្រេចរបស់សាលាអូតូហើយប្តឹងទៅសាលាការកំពូលបាទនេះគឺជាអឺបណ្ដឹងសារទុកបាទណាលេខ5ចៅក្រមមានសិទ្ធិសម្រេចលើរឿងក្តីទាំងអស់បាទទី6ព្រះរាជអាជ្ញាទទួលស៊ើបរឿងក្តីព្រហ្មទណ្ឌបាទលេខ7ប្រសិនបើខ្ញុំជាមេធាវីខ្ញុំត្រូវប្រឹងប្រែងការពារកូនក្តីឲ្យអស់ពីលទ្ធភាពដោយមិនគិតតែពីប្រាក់នោះឡើយបាទចឹងសំណួរចម្លើយនេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះដែរយើងនឹងជួបគ្នានៅមេរៀនបន្ទាប់ទៀតគឺមេរៀនទី4ទីតាំងព្រះរាជទីតាំងរាជធានីនិងប្រទេសបាទតោះចឹងយើងជួបគ្នានៅបន្តក្រោយអរគុណច្រើន